ហើយតែបែបមកជាអ្នកទាំងអស់គ្នាមិនគួរគេងយូរនៅថ្ងៃចុងសប្តាហ៍ខ្ញុំដឹងថាអ្នកទាំងអស់គ្នាប្រកាសជាគេងយូរនៅថ្ងៃសៅរ៍ថ្ងៃអាទិត្យដោយសារតែការអស់កម្លាំងមកពីការធ្វើការងារនិងការសិក្សាតែអ្នកទាំងអស់គ្នាមានដឹងអត់ថាការដែលយើងគេងយូរគឺធ្វើឲ្យយើងមានផលប៉ះពាល់ជាច្រើនទី1ប៉ះពាល់ដល់ការគេងយូរពេកអាចធ្វើឲ្យយប់បន្ទាប់អ្នកមិនអាចគេងបានលឿនវាបង្កឲ្យមានការគេងយឺតនិងការគេងមិនលក់នៅយប់បន្ទាប់ទី2គឺប៉ះពាល់ដល់រាងកាយនិងសុខភាពការគេងយូរពេកអាចធ្វើឲ្យរាងកាយអស់សមត្ថភាពនិងចលនាយឺតការជំងឺទឹកនោមផ្អែមឬជំងឺបេះដូងបើសិនបានជារឿយធ្វើឲ្យចិត្តយឺតឬអារម្មណ៍ស្រពេចស្រពិលទី3គឺប៉ះពាល់ដល់ផលិតភាពក្នុងថ្ងៃចុងសប្តាហ៍ធ្វើឲ្យខកខានពេលសម្រាប់សកម្មភាពសំខាន់ៗដូចជាហាត់ប្រាណឬរំហែក្រៅផ្ទះអ្វីដែលគួរធ្វើជំនួសដោយការគេងយូរនៅថ្ងៃចុងសប្តាហ៍គឺយើងត្រូវគេងក្នុងមួយថ្ងៃឲ្យបាន7 ទៅ 8 ម៉ោងជាប្រចាំនៅថ្ងៃចុងសប្តាហ៍អាចគេងបន្ថែមតិចតួចប្រហែលជា1ម៉ោងតែប៉ុណ្ណោះជាក់ឡើងនៅពេលដដែលជារៀងរាល់ថ្ងៃដើម្បីរក្សារបៀបគេងឲ្យបានស្មើគ្នាចឹងអ្នកទាំងអស់គ្នាគួរតែកែទម្លាប់គេងយូរនៅថ្ងៃចុងសប្តាហ៍នឹងចោលដោយសារតែ2ថ្ងៃក៏អាចធ្វើឲ្យយើងប៉ះពាល់ដល់សុខភាពបានដែរ